ថ្ងៃ15កើតវិសាខបុណ្យមីថ្ងៃមានសិរីប្រសើរបវរដែលពោធិសត្វបរិសុទ្ធល្អប្រសូតចាកកនៃព្រះមេដានៅក្នុងចន្លោះនគរទាំងពីរសួនលំពិនីដេដាស់ដោយផ្កាដែលគួររីករាយនៃមនុស្សទេវតាមានចិត្តជ្រះថ្លាត្រេកអរកន្លងនៅក្នុងកាលនោះព្រះនាងស្រស់ស្រាយព្រះតីសប្បាយទ្រង់ប្រាប់អ្នកផងចុះចាកក្រែស្នែងមាសថ្មីតែម្ដងដើរតាមកន្លងដ៏ស្រស់ថ្លៃថ្លាស្ដេចយាងទៅទៀបគុលសាលព្រឹកប្រដាប់ដោយស្លឹកមានផ្លែមានផ្កាព្រះនាងទេវីមានព្រះប្រាថ្នាចាប់នៅមេឃណាមេឃនោះអោនមកខ្យល់កម្មមជ្ឈវិទ្យកើតឡើងគ្រានោះប្រកាសចំពោះថាកូនបន្លកនៅក្នុងកំភានឹងប្រសូតមកអោកូនបន្លកប្រសើរណាស់ណាទ្រង់បានសណ្ដោព្រះហស្ថទាំងពីរប្របាទទាំងពីរចាកគមេដាបរិសុទ្ធក្រៃលែងឥតមាននរណាទោះមនុស្សទេវតាមិនប្រកាសស្មើនៅក្នុងទីនោះសំបីព្រះព្រំខ្ពង់ខ្ពស់ឧត្តមគង់មិនប្រសើរដោយព្រះពោធិសត្វអ្នកមានដំណើរវិសេសប្រសើរជាងមនុស្សទេវតាមានការញាប់ញ័រនៅផ្ទៃផែនដីពន្លឺស្វាងស្វ័យទាំងម៉ឺនចក្រវាឡធ្វើឲ្យហឫទ័យនៃព្រះមេដាផូរផង់ថ្លៃថ្លាពន់ពេកកន្លងចំណែកព្រះបរមពោធិសត្វផុតចាកពីហត្ថដ្ឋាននៃមនុស្សផងទ្រង់ក្រឡេកមើលទិសទាំង10ហងមិនឃើញអ្នកផងប្រកាសដូចឡើយទើបបែរព្រះភ័ក្ត្រទៅទិសឧត្តរស្ដេចទៅដោយល្អមិនបានកន្តើយឈានដោយព្រះបាទបាន7ហើយមិនបង្អង់ឡើយបន្លឺសីហនាថអគោហមស្មឹងលោកាសៈជាដើមសច្ចៈមិនបានឃ្លៀងឃ្លាតប្រសើរក្រៃលែងជាងអ្នកឯទៀតបញ្ជាក់ថាជាតិព្រះអង្គអស់ហើយអនុមោទនាវិសាខបូជាអនុមោទនា